បាទជំរាបសួរលោកគ្រូនិងសួស្តីមិត្តរួមថ្នាក់ទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំមក present អំពីមេរៀនទី2 Sales Strategy សមាជិកក្រុមរបស់ខ្ញុំគឺមានចំនួន5នាក់ទី1សំស៊ីមិន ម៉ៅតារ៉ា ហៀងម៉ៃសៀន សម្រាប់សុគន្ធវលៈ អោសិខាហើយនេះគឺជា content របស់ក្រុមខ្ញុំសម្រាប់ចំណុចទី1 Sales and Marketing Planning ចំណុចទី2 The Planning Process ចំណុចទី3 Establishing Marketing Plans ចំណុចទី4 The Place of Selling in the Marketing Plan ចំណុចទី5 Conclusion ចូលមកដល់ចំណុចទី1 Sales and Marketing Planning ដែលក្នុងចំណុចនេះខ្ញុំបានលើកយកមក4ចំណុចយកមកនិយាយហើយចំណុចទី1ការរៀបចំផ្នែកលក់និងទីផ្សារក្នុងចំណុចនេះគឺគេចង់សំដៅទៅលើសកម្មភាពលក់ត្រូវតែស្របតាមផែនការទីផ្សារយុទ្ធសាស្ត្រដើម្បីជៀសវាងការប៉ះទង្គិចនិងធានាឲ្យមានការរួមបញ្ចូលគ្នាទី2ទស្សនវិស័យក្រុមហ៊ុនយុទ្ធសាស្ត្រលក់គួរតែត្រូវបានដាក់បញ្ចូលទៅក្នុងយុទ្ធសាស្ត្រអង្គការទាំងមូលសម្រាប់វិធីសាស្ត្ររួមមួយទី3ក្របខ័ណ្ឌយុទ្ធសាស្ត្រយុទ្ធសាស្ត្រលក់គួរតែត្រូវបានបង្កើតនិងវាយតម្លៃក្នុងបរិបទនៃគោលបំណងរបស់ក្រុមហ៊ុននិងផែនការយុទ្ធសាស្ត្រចំណុចទី4សារៈសំខាន់នៃផែនការទីផ្សារយុទ្ធសាស្ត្រការយល់ដឹងអំពីគោលបំណងនៃផែនការទីផ្សារយុទ្ធសាស្ត្រគឺមានសារៈសំខាន់សម្រាប់ការរៀបចំផែនការលក់ប្រកបទៅដោយប្រសិទ្ធភាពការលក់គួរតែត្រូវបានដាក់ជាមុខងារគាំទ្រនៅក្នុងផែនការទាំងនោះចូលមកដល់ចំណុចបន្ទាប់តើតើជាមួយនឹង The Planning Process ចំណុចទី1 Analog នៃប្រព័ន្ធកម្ដៅកណ្ដាលដំណើរការនៃការរៀបចំផែនការលក់ត្រូវបានប្រៀបធៀបទៅនឹងប្រតិបត្តិការនៃប្រព័ន្ធកម្ដៅកណ្ដាលវាពាក់ព័ន្ធទៅនឹងការកំណត់គោលបំណងការកំណត់ប្រតិបត្តិការរៀបចំធនធានការអនុវត្តសកម្មភាពការវាស់វែងលទ្ធផលនិងការវិយតម្លៃឡើងវិញសម្រាប់ការគ្រប់គ្រងចំណុចបន្ទាប់ដំណាក់កាលសំខាន់នៃដំណើរការរៀបចំផែនការកំណត់គោលបំណងកំណត់នៅអ្វីដែលត្រូវសម្រេចបានឧទាហរណ៍គោលដៅលក់ហើយនិងពេលវេលាការកំណត់ប្រតិបត្តិការបង្កើតនីតិវិធីដើម្បីសម្រេចបាននៅគោលបំណងការរៀបចំធនធានត្រូវប្រាកដថាធនធានចាំបាច់ឧទាហរណ៍បុគ្គលិកនិងថវិកាគឺត្រូវតែមានការអនុវត្តផែនការវាស់វែងលទ្ធផលវាយតម្លៃលទ្ធផលប្រឆាំងនឹងគោលបំណងការវាយតម្លៃឡើងវិញនិងត្រួតពិនិត្យកំណត់គម្លាតនិងធ្វើការកែតម្រូវក្របខ័ណ្ឌភាគច្រើនដំណើរការធ្វើផែនការអាចត្រូវបានសង្ខេបដោយប្រើអក្សរកាត់ MOST ដែលមានន័យជាភាសាខ្មែរថាបេសកកម្មគោលបំណងឬគោលដៅធំគោលបំណងជាក់លាក់គោលបំណងដែលអាចវាស់វែងបានយុទ្ធសាស្ត្រវិធីសាស្ត្រទូលំទូលាយដើម្បីសម្រេចគោលបំណងនិងចំណុចទី4យុទ្ធសាស្ត្រសកម្មភាពលម្អិតដើម្បីកំណត់យុទ្ធសាស្ត្រជំរាបសួរលោកគ្រូនិងសួស្តីដល់មិត្តរួមថ្នាក់ទាំងអស់គ្នានាងខ្ញុំឈ្មោះសំរិទ្ធសុគន្ធវលៈហើយខ្ញុំក៏ឡើងមកនិយាយបន្តនៅចំណុចទី3ដែលនិយាយអំពីការបង្កើតផែនការទីផ្សារការបង្កើតផែនការទីផ្សារគឺជាដំណើរការនៃការបង្កើតវិធីសាស្ត្រនៅក្នុងការផ្សព្វផ្សាយឬក៏ប្រមូលផលិតផល service ជាមួយនឹង brand របស់ខ្លួនឯងឲ្យមានប្រសិទ្ធភាពហើយក្នុងការបង្កើតទីផ្សារនេះគឺយើងបានអនុវត្តចេញជា3ផ្នែកគឺទី1គោលបំណង objective ដែលក្នុងគោលបំណងសួរថាតើម្ចាស់ក្រុមហ៊ុនចង់សម្រេចបាននៅអ្វីខ្លះទី2យុទ្ធសាស្ត្រថាតើក្រុមហ៊ុននឹងឈានទៅដល់គោលដៅរបស់ខ្លួនដោយរបៀបណាទី3មធ្យោបាយថាតើជំហានឬក៏សកម្មភាពជាក់លាក់ណាខ្លះដែលថាក្រុមហ៊ុននឹងត្រូវអនុវត្តដើម្បីឲ្យសមស្របទៅតាមគោលការណ៍របស់ខ្លួនឯងហើយចំពោះដំណើរការនៃការធ្វើផែនការនេះផងដែរក៏វាពាក់ព័ន្ធទៅនឹងការកំណត់គោលដៅការរៀបចំប្រតិបត្តិការរៀបចំផែនការជាមួយនឹងការអនុវត្តការវាស់វែងលទ្ធផលនិងត្រូវធ្វើការកែតម្រូវជាចាំបាច់មែនទែនដើម្បីឲ្យវាទៅតាមអីដែលម្ចាស់ក្រុមហ៊ុនគាត់ចង់បានចូលមកដល់ស្លាយបន្ទាប់គឺយើងនិយាយអំពីជំហានសំខាន់ៗនៅក្នុងការដែលធ្វើផែនការទីផ្សារដោយជំហានទី1
គឺ setting objective គឺជាការកំណត់គោលបំណងដោយម្ចាស់ក្រុមហ៊ុនគឺគាត់ត្រូវតែកំណត់គោលបំណងរបស់ខ្លួនឯងច្បាស់លាស់ថាខ្លួនឯងចង់បានបែបណាហើយសម្រេចវាទៅបែបណានិងទី2 determining operation កន្លែងនេះគឺការកំណត់ប្រតិបត្តិការគឺម្ចាស់ក្រុមហ៊ុនគឺត្រូវតែកំណត់សកម្មភាពនិងធនធានជាចាំបាច់ដើម្បីបំពេញនៅគោលបំណងរបស់ខ្លួនឯងនិងទី3ការរៀបចំសកម្មភាពគឺគាត់ត្រូវតែចាត់តាំងទៅដល់ teamwork របស់គាត់នីមួយៗឲ្យ teamwork ហ្នឹងគឺគាត់មានការទំនួលខុសត្រូវទៅលើការងាររបស់ខ្លួនឯងរៀងៗខ្លួននិងទី4ការអនុវត្តផែនការអនុវត្តហ្នឹងគឺមានន័យថាផែនការយើងមានតែយើងត្រូវតែអនុវត្តវាដើម្បីឲ្យវាចេញជាផ្លែផ្កាមកហើយនៅទី5ការវាយលទ្ធផលគឺជាការដែលយើងស្ទាបស្ទង់មតិដូចថាយើងប្រៀបធៀបលទ្ធផលពីឆ្នាំចាស់ជាមួយនឹងឆ្នាំថ្មីហើយយើងត្រូវតែប្រៀបធៀបថាវាមិនដែរចុងដល់ទី6គឺយើងធ្វើការវិតម្លៃឡើងវិញនិងការត្រួតពិនិត្យមានថាបើសិនជាវាមានជាការកត់ឆ្កល់ឡើងណាមួយគឺយើងត្រូវតែកែសម្រួលយុទ្ធសាស្ត្រមួយនឹងបើសិនជាចាំបាច់ចំពោះ slide បន្តនិយាយអំពី business definition collaborate mission on goal កន្លែងនេះដែរគឺចង់បង្ហាញថាមុននឹងឈានទៅដល់ការធ្វើផែនការទីផ្សារក្រុមហ៊ុនគួរតែកំណត់សកម្មភាពរបស់ខ្លួនឯងជាមុនសិនដោយដោតនៅសំណួរមួយថាទាំងក្រុមហ៊ុនរបស់យើងនឹងគឺជាអាជីវកម្មបែបណាហើយតួនាទីរបស់ក្រុមហ៊ុននឹងគួរតែត្រូវបានកំណត់នៅក្នុងលក្ខខណ្ឌនៃតម្រូវការតាមអតិថិជនជាជាងគ្រាន់តែបម្រើនៅផលិតផលជាមួយនឹងសេវាកម្មដែលជាឧទាហរណ៍កន្លែងនេះគឺយើងមើលទៅលើ BMW គាត់មិនមែនគ្រាន់តែជាក្រុមហ៊ុនផលិតឡានទេរថយន្តនេះក៏ប៉ុន្តែគាត់ជាក្រុមហ៊ុនមួយដែលផ្ដល់ការដឹកជញ្ជូននិងស្ថិរភាពត្រង់សង្គមមួយដែរចូលមកដល់ជំហានបន្តគឺនិយាយអំពី situation analysis marketing audit ចូលមកដល់ជំហានមួយនេះវិញគឺនិយាយអំពីពាក់ព័ន្ធនឹងការវិភាគទំហំទីផ្សារទំហំបរិយាកាសទីផ្សារទាំងខាងក្នុងនិងខាងក្រៅរបស់ក្រុមហ៊ុនផ្សេងៗឬក៏ម្ចាស់អាជីវកម្មដោយអ្នកនរគ្នាដឹងចឹងអ្នក audit គឺជាអ្នកដែលបន្ទុកទៅលើក្រុមហ៊ុនជាមួយនឹងម្ចាស់អាជីវកម្មហើយយើងបែងចែកជាពីរគឺមាន internal audit ជាមួយនឹង external audit ដែល internal audit នេះដែរគឺគេវិភាគទៅលើទំហំទីផ្សារជាមួយនឹងកំណើនទីផ្សាររបស់ម្ចាស់អាជីវកម្មនីមួយៗហើយនឹងទី2តម្រូវការអតិថិជនអាកប្បកិរិយាជាមួយនឹងការទិញរបស់អតិថិជនជាដើមទី3ថាទីផ្សាររបស់យើងមានលេខបញ្ចូលនៅអីផ្សេងទៀតអត់ហើយនឹងទី4គឺការវិភាគដៃគូប្រកួតប្រជែងយុទ្ធសាស្ត្រនៃការអនុវត្តចំណុចខ្លះចំណុចខ្សោយអាសកម្មនាពេលអនាគតអីចឹងទៅចំពោះ external audit វិញគឺយើងរួមបញ្ចូលនិយាយទៅគឺគាត់គិតគូរអំពីកត្តានយោបាយសេដ្ឋកិច្ចសង្គមវប្បធម៌បច្ចេកវិទ្យាច្បាប់បរិស្ថានអីជាដើមចំណាយ slide បន្តគឺយើងនិយាយអំពី SWOT analysis របស់ក្រុមហ៊ុនសុខភាពនិងសម្រស់មួយតែទី1គឺយើងនិយាយអំពី strength ភាពខ្លាំងរបស់គាត់ទី1គឺគាត់មានទីតាំងល្អនៅក្នុងទីផ្សារមួយទី2គឺប្រវត្តិលក់របស់គាត់គឺលក់តែផលិតផលមួយដែលមានគុណភាពថែទាំសម្រាប់បានយូរទី3ទីតាំងជាប់ជាមួយនឹងផ្លូវធំជាមួយនឹងមានកន្លែងមនុស្សទៅច្រើននឹងទី4គេឈ្មោះល្អវិច័យការវិទ្យាប៉ែតគ្រូប៉ែតឱសថខារីនេះគឺគាត់មានឈ្មោះល្បីល្បាញនិងទី3បុគ្គលិកគឺគាត់មានការបណ្ដុះបណ្ដាលនិងមានវិធានភាពសប្បុរសធម៌ល្អទៅកាន់អតិថិជននេះចឹងទៅចំពោះចំណុចបន្តគឺយើងនិយាយអំពីអាកាសដល់ទី1គឺទីផ្សាររបស់គាត់ហ្នឹងគឺមានការរូតលាស់ល្អទៅលើថ្នាំជាមួយនឹងអាហារប៉សុខភាពនិងទី2អ្នកចូលចិត្តយល់ទៅអ្នកប្រាប់ដែរគឺគាត់ចូលចិត្តមកសំថ្នាំដោយសារអីគឺគ្រូពេទ្យឱសថខារីនេះគឺគាត់មានការណែនាំបានល្អទៅកាន់អ្នកជំងឺហើយសំខាន់គឺងាយស្រួលពិគ្រោះជាមួយនឹងតាមវិជ្ជាបណ្ឌិតហើយនឹងឱសថខារីទៀតអញ្ចឹងហើយកន្លែងហ្នឹងគឺធ្វើឲ្យគាត់មានឱកាសនៅក្នុងការធ្វើទីផ្សារបានល្អចូលមកដល់ចំណុចទី3គឺយើងនិយាយអំពីចំណុចខ្សោយឬក៏ weakness អាចនិយាយបានថាបបិសោតជាមួយនឹងការបណ្ដុះបណ្ដាលបុគ្គលិកគឺអត់តបានល្អមែនតើទេហើយនឹងទី2ពេលខ្លះគឺមានការមិនពេញចិត្តពីអតិថិជនម្ដងម្កាលដែលដោយសារអីការសេវាកម្មគឺមានការយឺតយ៉ាវហើយនឹងមួយទៀតគឺនិយោជិតគឺគាត់អាចខ្វះចំណេះដឹងពេញលេញអំពីផលិតផលសំខាន់ៗផ្សេងៗអីចឹងទៅចំណុចបន្តនោះគឺយើងនិយាយអំពីការគម្រាមកំហែងការប្រកបចេញទីផ្សារទំនើបដែលលក់អសត់មានវិជ្ជាកម្មវិទ្យាត្រឹមត្រូវវិជ្ជាវិទ្យាត្រឹមត្រូវជាមួយនឹងតម្លៃផលិតផលពេលខ្លះវាអាចនឹងមានខ្ពស់ទាបជាងគ្នាហើយនឹងទី3អ្នកលក់រាយតាមអ៊ីនធឺណិតជាដើមគាត់ប្រើជំនួយផលិតផលនៅក្នុងតម្លៃថោកអញ្ចឹងហើយពេលខ្លះគឺភ្ញៀវក៏គាត់អាចនឹងលែងទៅទិញនៅក្រុមហ៊ុនក៏គាត់ទិញតាមអនឡាញវិញហីហើយចូលមកកាន់ slide បន្តហ្នឹងគឺយើងនិយាយអំពី generating and selecting strategy ការបង្កើតនិងជ្រើសរើសយុទ្ធសាស្ត្រទីផ្សារការបង្កើតនិងជ្រើសរើសយុទ្ធសាស្ត្រទីផ្សារហ្នឹងគឺនិយាយអំពីការបំផុសគំនិតឬមួយក៏វិធីជាច្រើនដើម្បីឲ្យក្រុមហ៊ុននឹងសម្រេចបាននូវគោលដៅមួយវិតម្លៃលទ្ធភាពរបស់ក្រុមហ៊ុននិងជ្រើសរើសវិធីល្អបំផុតដើម្បីអនុវត្តដែលក្នុងនោះដែរគឺយើងមាន3ចំណុចគឺទី1គឺ process គឺការដំណើរការបន្ទាប់ពីកំណត់គោលដៅទីផ្សារនិងវិតម្លៃសក្តានុពលទីផ្សារហើយក្រុមហ៊ុនគឺគាត់បង្កើនយុទ្ធសាស្ត្រដើម្បីសម្រេចបាននូវគោលបំណងទាំងអស់ហ្នឹងហើយទី2 strategy selection គឺជាការជ្រើសរើសយុទ្ធសាស្ត្រជាច្រើនត្រូវបានវិតម្លៃប៉ុន្តែមានតែមួយទេដែលម្ចាស់ក្រុមហ៊ុនគឺគាត់ត្រូវបានជ្រើសរើសសម្រាប់យកមកអនុវត្តផ្ទាល់
ដូចជាការបង្កើនប្រាក់ចំណូលពីការលក់ឲ្យបាន 10% សមស្របទៅនឹងការកើនឡើងនៃតម្លៃទំនិញហើយនឹងចំណុចទី3គឺយើងនិយាយអំពីការវិតម្លៃយុទ្ធសាស្ត្រត្រូវបានវិតម្លៃដោយផ្អែកលើតម្រូវការធនធាននិងឱកាសទីផ្សារហើយនឹងយុទ្ធសាស្ត្រប្រឆាំងជាមួយនឹងគូដៃគូប្រកួតប្រជែងឲ្យមានសក្តានុភាពអញ្ចឹងចំណុចរបស់ខ្ញុំត្រូវបានបញ្ចប់ហើយខ្ញុំក៏សូមផ្ទេរឲ្យតាមមិត្តភ័ក្តិរបស់ខ្ញុំបន្តជំរាបសួរលោកគ្រូក៏ដូចជាសួស្តីទាំងអស់អ្នកគ្នាឥឡូវចូលមកដល់ចំណុចរបស់ខ្ញុំគឺ marketing program application ដែលនិយាយអំពីការរៀបចំកម្មវិធីទីផ្សារសេចក្តីថ្លែងការណ៍យុទ្ធសាស្ត្រដែលបានរៀបចំនៅក្នុងផ្នែកព័ត៌មានមិនចាំបាច់សម្រាប់កំណត់តម្លៃលម្អិតដែលត្រូវការដើម្បីអនុវត្តយុទ្ធសាស្ត្រទាំងនោះជំហានដំបូងនៅក្នុងការរៀបចំកម្មវិធីនេះគឺការកំណត់ផ្សំទីផ្សារ marketing mix ការសម្រេចចិត្តលម្អិតត្រូវបានធ្វើឡើងអំពីទីមួយនោះគឺគោលនយោបាយផលិតផលការកំណត់តម្លៃការផ្សព្វផ្សាយពាណិជ្ជកម្មការចែករំលែកនិងការចែកចាយត្រូវបានប្រុងប្រយ័ត្នដើម្បីធានាថាធាតុនីមួយៗត្រូវផ្សំទីផ្សារត្រូវបានចូលរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅជាឧទាហរណ៍ពួកគេធ្វើការជាមួយគ្នាដើម្បីសម្រេចបានគោលដៅរបស់ក្រុមហ៊ុនឲ្យបានល្អបំផុតនៅដំណាក់កាលនេះនៃដំណើរការធ្វើផែនការអ្វីដែលធ្លាប់ជាផែនការមូលដ្ឋានដើម្បីណែនាំការសម្រេចចិត្តឥឡូវនេះបានក្លាយទៅជាផែនការប្រតិបត្តិការលម្អិតផ្នែកនេះជាធម្មតាជាផ្នែកវែងជាងគេនៅក្នុងឯកសារការធ្វើផែនការវាជាមូលដ្ឋានសម្រាប់រៀបចំអនុវត្តនិងវិតម្លៃសកម្មភាពទីផ្សារនិងយុទ្ធសាស្ត្រប្រចាំថ្ងៃរបស់ក្រុមហ៊ុនហើយចំណុចបន្តទៀតនោះគឺការចែកចាយធនធាននិងគណនេយ្យថវិកាបន្ទាប់ពីធ្វើការសម្រេចចិត្តលម្អិតអំពីធាតុនីមួយៗនៃផ្សំទីផ្សារជំហានបន្ទាប់គឺត្រូវរៀបចំផែនការថវិកាសម្រាប់ធាតុនីមួយៗនៅក្នុងក្រុមហ៊ុនជាច្រើនធនធានដែលមានកំណត់បង្ខំឲ្យអ្នកគ្រប់គ្រងពីទូនាទីផ្សេងគ្នាប្រកួតប្រជែងគ្នាដើម្បីទទួលបាននៅធនធានទាំងនេះអាចមានការពិភាក្សាជាច្រើនរវាងអ្នកទទួលខុសត្រូវចំពោះធាតុនីមួយៗនៃផ្សំទីផ្សារលើសពីនេះទៅទៀតគោលដៅទីផ្សារយុទ្ធសាស្ត្រទីផ្សារនិងផែនការលម្អិតសម្រាប់កម្មវិធីទីផ្សារដែលត្រូវការអនុវត្តដើម្បីសម្រេចបាននូវកម្រិតអាជីវកម្មដែលបានព្យាករណ៍អាចអនុវត្តបាននៅក្រោមការកំណត់ផ្សេងៗរបស់ហិរញ្ញវត្ថុនិងធនធាននៅក្នុងករណីនេះផែនការដើមអាចត្រូវកែលម្អតម្រូវបន្តិចម្ដងវាគួរឲ្យកត់សម្គាល់ថានៅដំណាក់កាលនេះយើងអាចបានប្រមាណថ្លៃដើមនិងប្រាក់ចំណេញហើយរៀបចំសេចក្តីថ្លែងការណ៍ប្រាក់ចំណេញនិងការខាតបង់ដែលបានព្យាករណ៍ហើយចំណុចបន្ទាប់នោះយើងអំពីការអនុវត្តនៅដំណាក់កាលនេះដំណើរការគួរតែបានផលិតជាឯកសារលម្អិតដែលបង្ហាញអំពីទី1អ្វីដែលត្រូវធ្វើពេលណាដែលត្រូវធ្វើអ្នកណាទទួលខុសត្រូវថ្លៃដើមនិងអត្ថប្រយោជន៍បានស្មើពេលវេលាដែលបានឯកភាពសម្រាប់សកម្មភាពផ្សេងៗនៅក្នុងផែនការនៅពេលដែលផែនការត្រូវបានអនុម័តសេចក្តីលម្អិតនៃផែនការទីផ្សារគួរតែត្រូវបានប្រាស្រ័យទាក់ទងទៅកាន់ភាគីពាក់ព័ន្ធទាំងអស់ទំនាក់ទំនងគឺជាផ្នែកចាំបាច់ប៉ុន្តែជាញឹកញាប់ត្រូវបានធ្វេសប្រហែសនៅក្នុងការធ្វើផែនការទីផ្សារក្រុមហ៊ុនជាច្រើនមានផែនការទីផ្សារលម្អិតប៉ុន្តែពួកគេមិនសូវត្រូវបានអនុវត្តនោះទេដោយសារតែមនុស្សសំខាន់មិនត្រូវបានជម្រាបឬមិនយល់ស្របជាមួយនឹងផែនការដែលបានស្នើឡើងចំណុចបន្ទាប់នោះយើងពីការតាមដាននិងការវិតម្លៃផែនការគួរតែរួមបញ្ចូលសំណុំឧបករណ៍តាមដានដែលត្រូវបានអនុវត្តនេះរួមមានដូចជាសេចក្តីលម្អិតនៃគោលដៅសំខាន់ប៉ារ៉ាម៉េត្រសំខាន់សម្រាប់ការវាស់ភាពជោគជ័យនៅក្នុងការសម្រេចគោលដៅការកំណត់អត្តសញ្ញាណទិន្នន័យដែលត្រូវការសម្រាប់ការវាស់វែងការតាមដាននៅក្នុងផែនការទីផ្សារត្រូវតែបញ្ជាក់យ៉ាងច្បាស់អំពីដូចជាអ្វីដែលត្រូវវាស់របៀបវាស់សកម្មភាពដែលត្រូវធ្វើនៅពេលមានគម្លាតផែនការធ្វើផែនការជាក់ស្ដែងគឺជាផ្នែកសំខាន់នៃដំណើរការធ្វើផែនការដោយស្គាល់ថាផែនការត្រូវការភាពដែលអាចបត់បែនបានដើម្បីអាចដោះស្រាយនិងផ្លាស់ប្ដូរដែលមិនអាចទាញបាននៅក្នុងទីផ្សារដំណើរការធ្វើផែនការទីផ្សារទាំងមូលត្រូវបានសង្ខេបនៅក្នុងរូបភាព2.6 នៅចំណុចបន្តទៀតហើយចំណុចបន្ទាប់សូមឲ្យមិត្តរួមក្រុមរបស់ខ្ញុំអ្នកទៀតជាអ្នកបកស្រាយជំរាបសួរលោកគ្រូសួស្តីទាំងអស់គ្នាខ្ញុំមកបន្តពីចំណុចមិត្តរួមក្រុមរបស់ខ្ញុំដែលចំណុចរបស់ខ្ញុំត្រូវនិយាយហ្នឹងគឺ 2.4 គឺ the place of selling in marketing plan 2.4 គឺញ៉ាំពីកន្លែងលក់នៅក្នុងផែនការទីផ្សារអញ្ចឹងអ្នកគ្នាដឹងហើយថាមុខងារលក់គឺវាដើរតួនាទីយ៉ាងសំខាន់មែនតើនៅក្នុងការអភិវឌ្ឍផែនការនៅក្នុងការធ្វើទីផ្សារហើយវាក៏រួមចំណែកនៅក្នុងការរៀបចំផែនការហើយក៏នឹងចែកទៅពលដល់ការរៀបចំផែនការនៅកន្លែងលក់ខ្លាំងមែនតើអញ្ចឹងយើងត្រូវយល់ដឹងអំពីទំនាក់ទំនងដើម្បីជួយឲ្យអាជីវកម្មរបស់យើងនឹងកាន់តែរីកចម្រើននិងខិតខំប្រឹងប្រែងលក់ជាមួយនឹងយុទ្ធសាស្ត្រទីផ្សារដែលមានឥទ្ធិពលទាំងមូលដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ
ចឹងចូលដល់ចំណុចបន្ទាប់ហ្នឹងគឺការចូលរួមចំណែកនៃមុខងារលក់អញ្ចឹងដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងមុខងារលក់គឺវាដើរតួនាទីយ៉ាងសំខាន់សម្រាប់ក្នុងការធ្វើផែនការទីផ្សារដោយវាបានផ្ដល់នូវព័ត៌មានត្រឹមត្រូវនិងទាន់ពេលវេលាសម្រាប់ការសម្រេចចិត្តហើយវាក៏បានជួយយ៉ាងសំខាន់ក្នុងការកំណត់យុទ្ធសាស្ត្រចំនួននិងការគ្រប់គ្រងក្នុងការធ្វើផែនការបន្ទាន់អញ្ចឹងការរួមចំណែកនៃសំខាន់នៃមុខងារនៅក្នុងការលក់ហ្នឹងវារួមមានដូចជាទីជា4គឺទី1ការវិភាគទីផ្សារគឺយើងអាចវិតម្លៃស្ថានភាពទីផ្សារបច្ចុប្បន្នតាមរយៈសវនកម្មទីផ្សារទី2គឺការព្យាករណ៍ការលក់អញ្ចឹងយើងអាចកំណត់នៅសក្តានុពលនៃការលក់ដើម្បីណែនាំឲ្យយើងធ្វើការសម្រេចចិត្តបានត្រឹមត្រូវទី3គឺការអភិវឌ្ឍយុទ្ធសាស្ត្រអញ្ចឹងក៏វាអាចជួយឲ្យយើងបង្កើតនិងជ្រើសរើសយុទ្ធសាស្ត្រទីផ្សារដ៏ល្អបំផុតសម្រាប់អាជីវកម្មរបស់យើងទី4គឺថវិកានិងការអនុវត្តអញ្ចឹងក៏វាបានជួយនៅក្នុងការធានានៅប្រសិទ្ធភាពថវិកាការអនុវត្តនិងការគ្រប់គ្រងផែនការទីផ្សារផងដែរអញ្ចឹងចូលដល់ slide បន្តគឺនៅក្នុងមេរៀនហ្នឹងក៏បានលើកយកឧទាហរណ៍ពីក្រុមហ៊ុន Toyota ដែរផងដែរដែលក្រុមហ៊ុន Toyota ហ្នឹងគឺគាត់បានរក្សានៅការប្រកួតប្រជែងនិងការយល់ដឹងអំពីតម្រូវការបរទេសជនដែលធ្វើឲ្យមានការពង្រីកផលិតផលដែលនាំឲ្យមានផលចំណេញនិងរក្សាអតិថិជនហ្នឹងបានគង់វង្សយូរអង្វែងអញ្ចឹងនៅក្នុងវិធីសាស្ត្រហ្នឹងផងដែរគឺបានអនុញ្ញាតឲ្យក្រុមហ៊ុន Toyota ហ្នឹងគឺគាត់មានការលក់ឡើងវិញនៅក្នុងតម្លៃទាបនិងពង្រីកជាបន្តបន្ទាប់ហើយនៅក្នុងជាង70ឆ្នាំហ្នឹងផងដែរ Toyota គឺគាត់បានរីកចម្រើនខ្លាំងមែនទែនដែលទៅជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយនៅក្នុងពិភពលោកដោយផ្ដល់នៅការងារឲ្យមនុស្សជាងចំនួន 25,000 នាក់នៅក្នុងទូទាំងទ្វីបចំនួន6នឹងផងដែរអញ្ចឹងចូលដល់ចំណុចបន្ទាប់គឺការវិភាគស្ថានភាពទីផ្សារបច្ចុប្បន្នអញ្ចឹងក្រុមលក់គឺមានតួនាទីយ៉ាងសំខាន់នៅក្នុងការវិភាគទីផ្សារដោយសារតែតំណែងចិត្តស្និទ្ធជាមួយនឹងអតិថិជនអញ្ចឹងគឺពួកគេគឺត្រូវការយល់អំពីតម្រូវការអតិថិជនតននាការទិញនិងមុខតំណែងគូប្រជែងអញ្ចឹងអ្នកគ្រប់គ្រងទីផ្សារផ្នែកលក់ពេលច្រើនគឺត្រូវតែផ្ដល់នៅការយល់ដឹងដ៏មានតម្លៃនិងទាន់សម័យអំពីមតិកែលម្អរបស់អតិថិជនដើម្បីយកមកកែលម្អក្នុងក្រុមហ៊ុនរបស់យើងដែលឲ្យអភិវឌ្ឍក្រុមហ៊ុនរបស់យើងធានាថាក្រុមហ៊ុនរបស់យើងទទួលបានព័ត៌មាន feedback ពីអតិថិជនហើយយើងអាចផ្លាស់ប្ដូរតម្រូវការទីផ្សារដែលស្របទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជនផងដែរអញ្ចឹងចូលដល់ slide បន្ទាប់គឺការកំណត់នៅសក្តានុពលនៃការលក់ឬក៏គេហៅនិយាយថាការព្យាករណ៍នៃការលក់អញ្ចឹងអ្នកគ្រប់គ្រងផ្នែកលក់គឺត្រូវតែមានតួនាទីយ៉ាងសំខាន់មែនតើនៅក្នុងការទទួលខុសត្រូវក្នុងការរៀបចំការព្យាករណ៍នៃការលក់នៅក្នុងរយៈពេលខ្លីមធ្យមឬក៏ក្នុងរយៈពេលវែងអញ្ចឹងការព្យាករណ៍ទាំងនេះផងដែរវាអាចមានផលប្រយោជន៍ជួយឲ្យអាជីវកម្មរបស់យើងនឹងធ្វើផែនការបានរលូនឬក៏យើងបែងចែកធនធានប្រកបដោយប្រសិទ្ធភាពដើម្បីសម្រេចបាននូវការលក់ដែលរំពឹងទុកដែលយើងបានរំពឹងទុកអញ្ចឹងការកំណត់នៅព្យាករណ៍នៃការលក់ហ្នឹងវាពិតជាសំខាន់មែនតើនៅក្នុងការគ្រប់គ្រងអាជីវកម្មរបស់យើងអញ្ចឹងចូលដល់ slide បន្ទាប់គឺការបង្កើតនិងការជ្រើសរើសយុទ្ធសាស្ត្រអញ្ចឹងការសម្រេចចិត្តជ្រើសរើសយុទ្ធសាស្ត្រទីផ្សារហ្នឹងគឺវាគឺត្រូវបានធ្វើឡើងជាចម្បងដោយការគ្រប់គ្រងទីផ្សារប៉ុន្តែក៏វាត្រូវតែបញ្ចូលទៅលើអ្នកគ្រប់គ្រងផ្នែកលក់ផងដែរគឺវាចាំបាច់ខ្លាំងមែនតើសម្រាប់ការសម្រេចចិត្តទីផ្សារអីមួយដើម្បីសម្រាប់អាជីវកម្មរបស់យើងហើយទី2គឺក្រុមលក់អញ្ចឹងការបង្កើតឬក៏ជ្រើសរើសយុទ្ធសាស្ត្រទីផ្សារហ្នឹងគឺវាក៏ស្ថិតនៅក្នុងក្រុមលក់ក៏ស្ថិតនៅជួរមុខផងដែរព្រោះយើងត្រូវការមានការយល់ដឹងអំពីចំពោះការកិរិយាបថអតិថិជននិងការឆ្លើយតបទៅកាន់ទីផ្សាររបស់អតិថិជនដែលគាត់ feedback មកពីកាន់ក្រុមហ៊ុនរបស់យើងអញ្ចឹងយើងត្រូវការកែលម្អអ្វីខ្លះដើម្បីឲ្យការបង្កើតឬក៏ការចិត្តសាស្ត្ររបស់យើងនឹងសមស្របទៅតាមតម្រូវការរបស់អតិថិជនហើយទី3គឺការគ្រប់គ្រងគួរតែចូលរួមយ៉ាងសកម្មជាមួយនឹងបុគ្គលិកផ្នែកលក់ក្នុងការវិតម្លៃពីការពាក់ព័ន្ធនៃយុទ្ធសាស្ត្រព្រោះថាតំណែងអតិថិជនផ្ទាល់របស់ពួកគេក៏ជួយបង្កើតនិងមានឥទ្ធិពលលើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពផងដែរអញ្ចឹងចូលដល់ចំណុចចុងក្រោយដែលខ្ញុំត្រូវបកស្រាយហ្នឹងគឺថវិកាការអនុវត្តនិងការត្រួតពិនិត្យអញ្ចឹងដូចខ្ញុំនិយាយមកគេខាងមុខអញ្ចឹងការព្យាករណ៍គឺការព្យាករណ៍ការលក់ហ្នឹងគឺវាចាំបាច់មែនតើនៅក្នុងការបង្កើតផែនការទីផ្សារលម្អិតនិងថវិកាសម្រាប់លក់ដោយសារយើងត្រូវការព្យាករណ៍ថាតាំងថ្ងៃហ្នឹងយើងលក់បានប៉ុន្មានហើយយើងចំណេញបានប៉ុន្មានហើយយើងត្រូវគ្រប់គ្រងថវិកាយើងបានមិនខ្លះហើយទី2គឺថវិកាការលក់អញ្ចឹងផ្នែកហិរញ្ញវត្ថុហ្នឹងក៏វាអាចប៉ះពាល់ដល់ផ្នែកផ្សេងៗច្រើនមែនតើរួមទាំងផលិតកម្មធនធានមនុស្សហិរញ្ញវត្ថុនិងការស្រាវជ្រាវនិងការអភិវឌ្ឍក្រុមហ៊ុនយើងផងដែរអញ្ចឹងក៏យើងត្រូវតែមានការគ្រប់គ្រងផ្នែកលក់រៀបចំថវិកាឲ្យបានត្រឹមត្រូវសម្រាប់កំណត់នូវសកម្មភាពនិងការប៉ាន់ស្មានបរិមាណការចំណាយរបស់យើងដូចជាប្រាក់ខែឬក៏ប្រាក់ចំណាយកម្រៃជើងសារដែលយើងទទួលបានអំពីការលក់របស់យើងហើយចំណុចបន្ទាប់គឺបន្ទាប់ពីយើងយល់ដល់អំពីទៅលើការថវិកាហើយអញ្ចឹងអ្នកគ្រប់គ្រងផ្នែកលក់ហ្នឹងក៏ត្រូវតែទទួលខុសត្រូវទៅលើការអនុវត្តនិងការត្រួតពិនិត្យរបស់ខ្លួនផងដែរ
ហើយចំណុចចុងក្រោយគេគឺភាពខុសគ្នានៃថវិកាអញ្ចឹងភាពខុសគ្នានឹងវារវាងលទ្ធផលជាក់ស្ដែងហើយនឹងអ្វីដែលយើងបានក្រុងទុកអញ្ចឹងយើងគួរតែត្រូវធ្វើការវិភាគនិងការរាយការណ៍ដើម្បីណែនាំផែនការនិងសកម្មភាពរបស់យើងនាពេលអនាគតព្រោះថាពេលខ្លះយើងលក់យើងជាក់ស្ដែងធ្វើអាជីវកម្មយើងត្រូវតែមានការក្រងទុកថាតើយើងមានផលចំណេញបានប៉ុន្មានអំពីការលក់របស់យើងដើម្បីយកថវិកាហ្នឹងមកធ្វើអាជីវកម្មបន្តទៀតអញ្ចឹងពេលខ្លះវាអាចនឹងមានខាតឬក៏ចំណេញអញ្ចឹងអ្វីដែលយើងគួរធ្វើហ្នឹងយើងគួរតែត្រូវវិភាគនិងពិនិត្យឲ្យបានត្រឹមត្រូវដើម្បីសម្រាប់ងាយស្រួលសម្រាប់ក្នុងការបង្កើតផែនការរបស់យើងនៅក្នុងសកម្មភាពនាពេលអនាគតទៀតអញ្ចឹង slide របស់ខ្ញុំគឺត្រូវចាប់ប៉ុណ្ណឹងខ្ញុំគោលឲ្យមិត្តភក្តិក្រុមរបស់ខ្ញុំត្រូវបកស្រាយបន្តជាដំបូងសូមគោរពជម្រាបសួរដល់លោកគ្រូនិងសិស្សមិត្តរួមទាំងអស់គ្នាខ្ញុំបាទឈ្មោះសំសំមិនមានលេខរៀងទី25ដែលនឹងត្រូវមកនិយាយអំពីចំណុច influence of marketing plan on sales activity ដែលចំណុចនេះគឺគេចង់បង្ហាញអំពីសារៈសំខាន់នៃផែនការទីផ្សារដែលវាពិតជាមានសារៈសំខាន់មែនទែនក្នុងការធ្វើយុទ្ធសាស្ត្រក្នុងការលក់និងការប្រតិបត្តិផ្សេងៗនៅក្នុងអាជីវកម្មហើយផ្នែកសំខាន់ទាំងអស់នោះមានដូចជា promotional mix strategies planning models push and pull strategy យុទ្ធសាស្ត្រទាំង3ហ្នឹងមានវិធីកំណត់ដែលធ្វើឲ្យយើងដឹងថាក្រុមអ្នកលក់មានចំណាប់អារម្មណ៍ជាមួយអតិថិជនចូលមកចំណុចទី1គឺ promotional mix ដែលលក់គឺជាសមាជិកភាពស្នូលមួយដែលសំខាន់មែនទែនមុននឹងចូលទៅដល់ការផ្សព្វផ្សាយដែរទាំងអស់ហ្នឹងវារួមមានការផ្សាយពាណិជ្ជកម្មដោយការបង្កើតការយល់ដឹងនិងបង្កើតការនាំមុខការផ្សាយផលិតផលដែលយើងដាក់លក់គឺការលើកទឹកចិត្តរយៈពេលខ្លីដើម្បីលើកទឹកចិត្តឲ្យមានការទិញទំនាក់ទំនងសាធារណៈដែលវាគ្រប់គ្រងកេរ្តិ៍ឈ្មោះរបស់ Mac Brand នីមួយៗទីផ្សារផ្ទាល់និងទីផ្សារ Digital គឺវាតាក់ទាញឲ្យអតិថិជនបានស្គាល់តាមរយៈទំនាក់ទំនងផ្ទាល់ខ្លួននិងការប្រើប្រាស់បណ្ដាញសង្គមអនឡាញសម្រាប់ការចូលរួមរបស់អតិថិជនហើយយុទ្ធសាស្ត្រនៃការលក់ត្រូវបានធ្វើឡើងដោយចេតនាដើម្បីបន្ថែមសមាសធាតុនេះដោយធានាថាការខិតខំប្រឹងប្រែងផ្សព្វផ្សាយវាប្រែទៅជាការបំផ្លែងឲ្យคล้ายទៅជាការលក់ជាក់ស្ដែងចូលមកដល់ចំណុចទី2គឺ strategies planning model ដែលវាត្រានក្រុមហ៊ុនទទួលយកគំរូផែនការផ្សេងគ្នាដើម្បីរៀបចំការខិតខំប្រឹងប្រែងរបស់ការលក់របស់ពួកគេវាត្រូវបានបែងចែកជា2គឺ inside out planning ហើយនិង outside in planning ដោយ inside out planning នឹងផ្ដោតលើសមាជិកភាពខាងក្នុងនិងការជំរុញផលិតផលរបស់គេទៅកាន់អតិថិជនហើយ outside in planning នឹងគឺគេសង្កត់ធ្ងន់ទៅលើតម្រូវការរបស់អតិថិជនដោយធានានៅការខិតខំប្រឹងប្រែងផ្នែកលក់ស្របទៅតាមតម្រូវការទីផ្សារក្រុមលក់ត្រូវតែសម្របវិធីសាស្ត្ររបស់ពួកគេឲ្យផ្អែកទៅលើគំរូដែលបានដាក់ហើយធានាថាពួកគេបានភ្ជាប់ទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាពនឹងទៅកាន់ទស្សនិកជនគោលដៅរបស់ពួកគេឧទាហរណ៍ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលធ្វើការផ្នែកខាងក្នុងគាត់អាចផ្ដោតលើការច្នៃប្រឌិតខណៈពេលដែលពួកអ្នកលក់រាយហ្នឹងគាត់ធ្វើការផ្នែកខាងក្រៅដោយផ្ដល់អត្ថប្រយោជន៍ដល់ចំណងចំណូលចិត្តរបស់អតិថិជនចូលមក push vs pull strategy ហ្នឹងគឺវាជួយ increase sale ដោយ push strategy ហ្នឹងគឺមានន័យថាក្រុមលក់ហ្នឹងគាត់បានយកចិត្តទុកដាក់មែនទែនលើការជំរុញទឹកចិត្តអ្នកចែកចាយដូចជាអ្នកលក់ដុំអ្នកលក់រាយឲ្យ stock អវ៉ាន់នឹងតុបហើយនឹងជួយផ្សព្វផ្សាយទៅកាន់អតិថិជនរបស់ពួកគេរីឯ pull strategy ហ្នឹងគឺទីផ្សារហ្នឹងគឺគាត់ស្វាត់ស្វែងដើម្បីបំពេញតម្រូវការរបស់អតិថិជនហើយពួកគាត់ហ្នឹងគឺខំប្រឹងប្រម៉ូទទៅកាន់អ្នកលក់រាយមែនទែនដើម្បីឲ្យ stock អវ៉ាន់ហ្នឹងដើម្បីជាតម្រូវការរបស់អតិថិជនរបស់គេហើយវាក៏ជាវិធីសាស្ត្រដែលធ្វើឲ្យមានតុល្យភាពឲ្យកាន់តែប្រសើរឡើងនៅការជ្រៀតចូលទៅកាន់ទីផ្សាររបស់ពួកគេឧទាហរណ៍ដូចជា push ហ្នឹងតំណាងឲ្យផ្នែកលក់ដែលគាត់មានសមត្ថភាពក្នុងការបញ្ចុះបញ្ចូលហាងនានាឲ្យអនុវត្តដោយទិញយក smartphone ថ្មីរបស់គេមកស្តុកទុកហើយ pool ហ្នឹងគឺយុទ្ធនាការក្នុងទីផ្សារដែលជំរុញឲ្យមានតម្រូវការចាំបាច់ប្រើប្រាស់ដើម្បីតាក់ទាញចំណាប់អារម្មណ៍របស់អ្នកលក់រាយផ្សេងកាត់ចូលមកកាន់ចំណុចថ្មីមួយទៀតគឺ relationship between advertising and selling ដែលការផ្សព្វផ្សាយពាណិជ្ជកម្មហ្នឹងដើរតួនាទីយ៉ាងសំខាន់ដល់ការគ្រប់គ្រងកិច្ចប្រតិបត្តិការខំប្រឹងប្រែងលក់ដោយវិធីដូចជាការបង្កើតកេរ្តិ៍ឈ្មោះក្រុមហ៊ុនម៉ាកយីហោដល់ល្បីមាំបង្កើតទំនុកចិត្តដល់អតិថិជនការបង្កើនឲ្យមានការយល់ដឹងការផ្សព្វផ្សាយណែនាំផលិតផលទៅកាន់អ្នកទិញដែលវាធ្វើឲ្យមានសក្តានុពលមុនពេលអន្តរកម្មនៃការលក់ហើយជួយអ្នកតំណាងផ្នែកលក់ដោយសម្ភារៈទីផ្សារជួយក្រុមលក់ពន្យល់ពីអត្ថប្រយោជន៍ផលិតផលរបស់ពួកគេហើយនឹងការបង្កើតការដឹកនាំដោយយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មជំរុញការសាកសួរនិងអ
អតិថិជនសក្តានុពលទៅកាន់ក្រុមលក់ហើយនៅក្នុងចំណុច brand supply loyalty នេះដែរគឺវាផ្ដោតទៅលើសារៈសំខាន់3យ៉ាងដែលអ្នកលក់នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍភាពស្មោះត្រង់របស់អតិថិជនហើយទ្រឹស្ដីនៃការណែនាំរបស់អតិថិជនមានទំនោរក្នុងការទិញបន្តិចម្ដងដើម្បីធ្វើជាបទពិសោធន៍ហើយអន្តរកម្មអំណោយផលជាមួយបុគ្គលិកផ្នែកលក់អាចបង្កើតម៉ាកយីហោនិងភាពស្មោះត្រង់របស់អ្នកផ្គត់ផ្គង់ហើយចំណុចខ្ញុំមានតែត្រឹមហ្នឹងចំណុចបន្ទាប់សូមផ្ទេរឲ្យមិត្តរួមក្រុមចូលមកដល់ចំណុចចុងក្រោយ conclusion ការរួមបញ្ចូលជាមួយផែនការទីផ្សារយុទ្ធសាស្ត្រនិងយុទ្ធសាស្ត្រលក់ត្រូវបានបង្កើតឡើងក្នុងក្របខ័ណ្ឌនៃផែនការទីផ្សារមុខងារលក់រួមចំណែកដល់ទិន្នន័យដ៏មានតម្លៃឧទាហរណ៍ការយល់ដឹងពីអតិថិជននិន្នាការទីផ្សារការវិភាគគូប្រជែងការព្យាករណ៍ការលក់និងថវិកាដើម្បីជូនដំណឹងអំពីផែនការទីផ្សារឥទ្ធិពលទៅវិញទៅមកសកម្មភាពលក់ត្រូវបានជះឥទ្ធិពលដោយផ្ទាល់ដោយការសម្រេចចិត្តដែលធ្វើឡើងអំឡុងពេលធ្វើផែនការទីផ្សារផែនការទីផ្សារពឹងផ្អែកទៅលើធាតុចូលពីមុខងារលក់ដើម្បីធានាឲ្យស្របទៅនឹងការពិតនៃទីផ្សារតួនាទីនៃមូលដ្ឋានទិន្នន័យដើរតួនាទីសំខាន់កាន់តែខ្លាំងឡើងក្នុងការលក់និងទីផ្សារជាពិសេសក្នុងការលក់ទំនាក់ទំនងដែលត្រូវពិភាក្សាលម្អិតនៅក្នុងជំពូកទី10ល្បែងនៃទីផ្សារនិងទំនាក់ទំនងការសម្រេចចិត្តរៀបចំផែនការល្បែងទីផ្សារផលិតផលតម្លៃទីកន្លែងការផ្សព្វផ្សាយនិងល្បែងទំនាក់ទំនងគឺមានសារៈសំខាន់កត្តាដែលជះឥទ្ធិពលលើយុទ្ធសាស្ត្រផ្សព្វផ្សាយនិងការលក់រួមមានប្រភេទផលិតផលទីផ្សារជំហានក្នុងដំណើរការទិញយុទ្ធសាស្ត្ររុញទល់នឹងទាញដំណាក់កាលនៃវដ្តជីវិតផលិតផលយុទ្ធសាស្ត្រលក់និងការផ្សាយពាណិជ្ជកម្មការផ្សាយពាណិជ្ជកម្មគាំទ្រដល់ការខិតខំប្រឹងប្រែងលក់ដោយកាត់បន្ថយការចំណាយលើការលក់និងការធ្វើកិច្ចការលក់កាន់តែងាយស្រួលភាពស្មោះត្រង់របស់ម៉ាកអ្នកផ្គត់ផ្គង់គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃហើយកម្លាំងលក់ដើរតួនាទីសំខាន់នៅក្នុងការសាងនិងរក្សាភាពស្មោះត្រង់របស់អតិថិជន។